đây này đọc níថ្ងៃនេះ admin មានខ្សែសាច់រឿងមួយមកចែកលេខទៅកាន់អ្នកនរគ្នាបានស្ដាប់ទៀតហើយសូមមិនភ្លើងដល់10ហួយស្ដាប់ទាំងអស់គ្នារឿងខ្សែសាច់រឿងនោះគឺមានចំណងជើងថាខ្មោចចាំចំការជាខ្សែសាច់រឿងព្រេងរបស់ខ្មែរយើងអ្នកនរគ្នាចឹងស្ដាប់ជាមួយខ្ញុំទាំងអស់គ្នានៅជាយភូមិមួយដែលស្ថិតនៅក្បែរព្រៃភ្នំមានចំការមួយកន្លែងដែលអ្នកភូមិតែងហៅថាចំការចាស់ចំការនោះមានដើមស្វាយយន្ទីនិងដើមដូងដុះក្រាស់ក្រាស់នៅកណ្ដាលចំការមានខ្ទមតូចមួយធ្វើពីឈើចាស់ប្រក់សាំងសីដែលគេធ្លាប់ប្រើសម្រាប់ស្នាក់នៅយាមចំការប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកភូមិខ្លាចគឺរាល់ពេលយប់ជាពិសេសនៅយប់ខែអាប់ពួកគេតែងឮសំឡេងចម្លែកពីក្នុងចំការឬសំឡេងក្រេកក្រក់ដូចជាសំឡេងមនុស្សដើរលើស្លឹកឈើស្ងួតអ្នកខ្លះធ្លាប់ឃើញស្រមោលមនុស្សស្រីម្នាក់ដើរជុំវិញខ្ទមអ្នកខ្លះទៀតឮសំឡេងយំយ៉ាងសោកសៅថាឲ្យជួយខ្ញុំផងខ្ញុំត្រជាក់ណាស់ចាប់តាំងពីពេលនោះមកគ្មានអ្នកណាហ៊ានចូលចំការនោះនៅពេលយប់ទៀតឡើយអាចកំបាំងពីអតីតកាលកាលពីជាង10ឆ្នាំមុនមានបរិសម្នាក់ឈ្មោះតាហនជាអ្នកយាមចំការនោះគាត់ជាមនុស្សស្មោះត្រង់និងស្រឡាញ់ការងារណាស់រាល់យប់គាត់តែងតែអង្គុយនៅមុខខ្ទមកាន់ចង្កៀងប្រេងកាតមួយដើម្បីដើរត្រួតពិនិត្យដើមឈើជុំវិញចំការយប់មួយមានភ្លៀងធ្លាក់ខ្លាំងខ្យល់បក់ខ្លាំងរហូតដើមឈើរង្គើតាហនបានឮសំឡេងមនុស្សស្រែកពីជ្រុងក្បែរចំការថាឲ្យជួយខ្ញុំផងគាត់មិនខ្លាចទេហើយគាត់បានកាន់ចង្កៀងរបស់គាត់រត់ទៅរកសំឡេងនោះតែព្រឹកព្រលឹមអ្នកភូមិបានរកឃើញតែចង្កៀងរបស់គាត់ដែលនៅក្បែរជ្រោះចំណែកតាហនបានបាត់ខ្លួនតាំងពីពេលនោះរហូតមកគេបានស្វែងរកជាច្រើនថ្ងៃប៉ុន្តែមិនឃើញសពឡើយចាប់ពីពេលនោះមកសំឡេងចម្លែកក៏ចាប់ផ្ដើមកើតឡើងក្នុងចំការអ្នកភូមិជឿថាវិញ្ញាណតាហននៅតែចាំចំការយប់ដែលគេមិនចូលចំការជាច្រើនឆ្នាំក្រោយមកមានយុវជនម្នាក់ឈ្មោះវិចិត្រគាត់ជាមនុស្សមិនសូវជឿរឿងខ្មោចទេថ្ងៃមួយមិត្តភ័ក្តិរបស់គាត់បាននិយាយលេងថាវិចិត្របើឯងពូកែណាស់យប់នេះទៅដេកនៅក្នុងចំការម្នាក់ឯងទៅវិចិត្រស្ដាប់ហើយក៏សើចរឿងខ្មោចមានតែក្នុងរឿងនិទានទេយប់នេះខ្ញុំនឹងទៅដេកនៅក្នុងចំការនោះហើយនៅម៉ោងប្រហែលជាង10យប់វិចិត្របានយកពិលនិងទូរស័ព្ទកាំបិតតូចមួយចូលក្នុងចំការនៅពេលដើរចូលទៅដល់កាន់តែជ្រៅសំឡេងជើងរបស់គាត់លាន់ក្រេកក្រក់ភ្លាមនោះខ្យល់ត្រជាមួយបានបក់កាត់មុខរបស់គាត់វិចិត្រឈរហើយងាកមើលមុខមើលក្រោយក៏គ្មានឃើញនរណាម្នាក់ទេគាត់ក៏សើចតែម្នាក់ឯងខ្យល់ទេអីខ្ញុំគិតច្រើនពេកហើយបន្ទាប់មកគាត់ក៏បន្តដំណើរទៅមុខទៀតសំឡេងពីខ្ទមនៅពេលទៅដល់ខ្ទមវិចិត្របានបើកទ្វារក្រើតខាងក្នុងពោពេញទៅដោយធូលីនិងសំណាញ់ពីពីងនៅជ្រុងមួយមានកៅអីឈើចាស់មួយនិងចង្កៀងប្រេងដែលច្រេះគាត់អង្គុយលើកៅអីហើយបើកទូរស័ព្ទលេងម៉ោងជា11យប់ទៅហើយស្រាប់តែគាត់ឮសំឡេងតក់មាននរណាម្នាក់មកកោសទ្វារវិចិត្រឈប់ដកដង្ហើមមួយផ្លែតហើយគាត់ក៏បានសួរថាអ្នកណាហ្នឹងគ្មានអ្វីចម្លែកអីនោះទេ
បន្ទាប់មកគឺលឺសូរតេតទៅលើកនេះសំឡេងខ្លាំងជាងមុនវិចិត្របើកទ្វារហើយចេញទៅខាងក្រៅរកមើលក៏គ្មានឃើញនរណាដែរប៉ុន្តែពើរបស់គាត់បានបំភ្លឺឃើញស្នាមជើងសើមនៅលើដីស្នាមជើងនោះចាប់ផ្ដើមពីខាងក្រៅហើយបន្តចូលមកក្នុងខ្ទមវិចិត្រភ័យរន្ធត់ណាស់គាត់បិទទ្វារភ្លាមកុំយកផ្លែឈើខ្ញុំសំឡេងនោះក៏ស្រែកថាមិនលើឡើងអញ្ចឹងនៅពេលកណ្ដាលត្រៀសំឡេងបរោះចាស់ម្នាក់បានលន់ចេញពីខាងក្រៅខ្ទមថាកុំយកផ្លែឈើខ្ញុំវិចិត្រស្ទើរតែដួលពីលើកអីគាត់មិនហ៊ានបើកទ្វារទេសំឡេងនោះបន្តទៀតខ្ញុំនៅតែចាំយំការព្រាបនោះទ្វារខ្ទមបានរង្គើខ្លាំងសូតែបុកប្រោកអញ្ចឹងវិចិត្រស្រែកណានឹងសំឡេងចម្លែកមកពីក្រៅយ៉ាងទាបខ្ញុំតាហនវិចិត្រខណៈពេលនោះស្លេកមុខស្លេកមាត់អស់ហើយគាត់ធ្លាប់ឮតាហនពីអ្នកភូមិការរកឃើញអានកំបាំងវិចិត្រមិនដឹងថាធ្វើអ្វីទេគាត់បានបើកភ្លើងទូរស័ព្ទរបស់គាត់ហើយស្វែងរកកន្លែងណាដែលអាចលាក់ខ្លួនបានក្រោមតុចាស់គាត់បានឃើញប្រអប់ឈើមួយគាត់បើកវាហើយឃើញខាងក្នុងនោះមានក្រដាសចាស់មួយសន្លឹកនិងខ្សែក្រវ៉ាត់របស់លោកតាហននៅលើក្រដាសមានអក្សរដែលសរសេរមិនទាន់ចប់ផងបើខ្ញុំមិនត្រឡប់មកវិញទេសូមជួយស្វែងរកផងអក្សរនៅខាងក្រោមត្រូវបានទឹកជ្រាបរហូតអានមិនចេញនោះទេវិចិត្រចាប់ផ្ដើមយល់ថាប្រហែលជាតាហនមិនបានបាត់ខ្លួននៅចៃដន្យនោះទេនៅពេលនោះសំឡេងពីខាងក្រៅបាននិយាយបន្តទៀតជួយរកខ្ញុំផងពន្លឺក្រោមដើមស្វាយវិចិត្រប្រមូលភាពក្លាហានហើយចេញពីខាងខ្ទមទៅចម្ងាយប្រហែលជា10ម៉ែត្រគាត់ក៏ឃើញពន្លឺពណ៌ស្វាយស្រាលនៅក្រោមដើមស្វាយធំគាត់ដើរទៅជិតហើយស្រាប់តែមានស្រមោលបុរសម្នាក់ឈរនៅក្រោមដើមឈើបុរសនោះស្លៀកពាក់ខោអាវចាស់កាន់ចង្កៀងមួយមុខរបស់គាត់មើលទៅមិនច្បាស់ទេគាត់លើកដៃចង្អុលទៅដីទីនោះប្រាប់ថាទីនោះវិចិត្រក៏យកចបតូចមួយដែលនៅក្បែរខ្ទមនោះហើយចាប់ផ្ដើមជីកបានបន្តិចស្រាប់តែប៉ះរបស់រឹងមួយសូន្តែកុកគាត់ជីបន្តហើយក៏បានឃើញប្រអប់ដែរចាស់មួយទៀតនៅពេលដែលបើកប្រអប់នោះគាត់ក៏បានរកឃើញរបស់លោកតាហននិងឯកសារចាស់វាបញ្ជាក់ថាតាហនធ្លាប់ឃើញចោរមួយក្រុមចូលកាប់ឈើនៅក្នុងតំបន់នោះគាត់បានព្យាយាមរាយការណ៍ប៉ុន្តែមិនទាន់មានឱកាសទៅដល់ភូមិផងគាត់ក៏បាត់ខ្លួនបាត់ទៅវាចាប់ដើមយល់ថាតាហនប្រហែលត្រូវបានគេធ្វើបាបហើយយកសពរបស់គាត់ទៅលាក់ទុកនៅកន្លែងណាមួយព្រឹកថ្ងៃបន្ទាប់វិចិត្របានរត់ទៅប្រាប់មេភូមិនិងអ្នកដែលរស់នៅក្នុងភូមិចាស់ជាច្រើនរូបអ្នកភូមិបានចូលទៅកាន់ចំការហើយស្វែងរកនៅកន្លែងដែលវិចិត្របានប្រាប់បន្ទាប់ពីស្វែងរកអស់រយៈពេលជាច្រើនម៉ោងពួកគេបានរកឃើញឆ្អឹងមនុស្សនៅក្បែរជ្រោះចាស់មួយអ្នកភូមិចាស់ម្នាក់បានស្គាល់ខ្សែក្រវ៉ាត់ថានេះជារបស់តាហនគ្រប់គ្នាស្ងាត់ក្រោយមកគេក៏បានរៀបចំពិធីបុណ្យសពឧទ្ទិសកុសលជូនតាហនហើយយកសពរបស់គាត់ទៅបញ្ចុះតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរចាប់ពីពេលនោះមកសំឡេងយំនិងសំឡេងដើរជុំវិញចំការក៏បាត់ទៅប៉ុន្តែរឿងមិនទាន់ចប់នោះទេ3 ខែក្រោយមកវិចិត្រក៏បានត្រឡប់ទៅចំការនោះម្ដងទៀតគាត់ចង់មើលថាខ្ទមចាស់ដែលធ្លាប់ធ្វើឲ្យគាត់ភ័យពេលទៅដល់គាត់ឃើញថាខ្ទមត្រូវបានជួសជុលឡើងវិញនៅមុខខ្ទមមានចង្កៀងប្រេងមួយដាក់លើតុវិចិត្រសួរមេភូមិអ្នកណាយកចង្កៀងមកដាក់លើតុនេះមេភូមិក៏បានឆ្លើយថាគ្មាននរណាទេយំមិញឃើញយើងទើបតែទៅមើល
ហើយវាមិនមាននោះទេវាចិត្តស្ងាត់មួយសន្ទុះនៅពេលងាកទៅមើលដីខាងក្រោយខ្ទមគាត់ក៏បានឃើញស្នាមជើងមនុស្សពីរជូរស្នាមជើងនោះដើរចេញពីខាងក្នុងខ្ទមហើយក៏បាត់ទៅនៅក្រោមដើមស្វាយវិចិត្រញញឹមស្រាលៗហើយនិយាយថាតាហ៊ុនប្រហែលលោកនៅចាំមើលចំការនេះហើយចាប់តាំងពីថ្ងៃនោះមកអ្នកភូមិលែងហៅកន្លែងនោះថាចំការខ្មោចទៀតពួកគេក៏បានហៅវាថាចំការតាហ៊ុនព្រោះគ្រប់គ្នាជឿថាទោះបីរាងកាយរបស់លោកតាហ៊ុននឹងបានបាត់ទៅហើយក៏ដោយតែវិញ្ញាណរបស់គាត់នៅយាមចំការដោយភាពស្មោះត្រង់នៅតែបន្តការពីចំការដែលក៏ស្រឡាញ់នោះជារៀងរហូតទាំងហើយអ្នកនរគ្នាខ្សែសាច់រឿងនិទានគឺមកដល់ទីបញ្ចប់ហើយអ្នកនរគ្នាស្ដាប់ហើយមានអារម្មណ៍ថាយ៉ាងម៉េចដែរអ្នកនិទាននេះនិទានខ្លួនឯងរៀងព្រឺសបល់តិចៗហើយព្រោះដូចជារៀងខ្លាចស្ដាប់ទៅរៀងព្រឺសបល់ដែរអូខេអញ្ចឹងចប់ហើយអ្នកនរគ្នាកុំភ្លេចជាចុងក្រោយកុំភ្លេចជួយចុច Subscribe ចុច Follower ចុចដាក់សញ្ញារូបកំដឹងដើម្បីទទួលបានខ្សែសាច់រឿងថ្មីដែលខ្ញុំនិទានចែកជូនសម្រាប់យ៉ាងរកេបប្រកបបន្តទៀតបានអញ្ចឹងអរគុណជួបខ្ញុំក្នុងខ្សែវីដេអូក្រោយបាយបាយ